bà group trong tiếp xu bong ôn đó này trong ngày này nhầm miền video chạy đồng lệមួយទៀតពាក់ព័ន្ធជាមួយនឹងបងប្អូននៅទីជនបទដូចជាពុកម៉ែបងប្អូនដែលទិញរបស់ទិញម៉ូតូទិញទូរស័ព្ទដៃនិយាយទៅឲ្យគ្រឿងបរិក្ខារណាបងប្អូនបាទសម័យនេះបងប្អូនខ្ញុំប្រាប់បងប្អូនខ្ញុំតាមដានក្នុងរូបរស់ស៊ីអ្នកបោកប្រាស់ច្រើនមែនទែនបងប្អូនលុយ5រៀលក៏បោក10រៀលក៏បោកណាបងប្អូនលុយឥឡូវពិបាករកណាបងប្អូនពេលដែលបងប្អូនបង្រៀនឲ្យពួកវាចេះបោកចឹងវាដើរតបោកគេវាយក QR code ពីណាមកក៏មិនដឹងវាយកអាស័យដ្ឋានមកពីណាក៏អត់ដឹងដែរបងប្អូនបាទអញ្ចឹងវីដេអូនេះសូមបងប្អូនជួយចែករំលែកម្នាក់មួយជាពិសេសពុកម៉ែបងប្អូនដែលនៅតាមខេត្តហេតុអីមកខ្ញុំផ្ដល់បុកទៅខាងខេត្តដោយសារអញ្ចឹងដោយសារទីក្រុងភ្នំពេញបើយើងចង់ទិញអ្នកភ្នំពេញគេស្រួលណាគេទទួលបានអីវ៉ាន់មិនគេបាញ់លុយណាបងប្អូនខុសពីបងប្អូនដែលនៅខេត្តដូចប្រហែលថ្ងៃមុនរឿងកង់3ផងម៉ូតូផងអាខ្លះទិញទូរស័ព្ទដៃបោកបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនពុកម៉ែបងប្អូនដែលនៅតាមខេត្តណាមុននឹងបងប្អូនផ្ញើលុយផ្ញើអ្វីក៏ដោយទិញរបស់អីក៏ដោយត្រូវស្គាល់ពីម្ចាស់ page ស្គាល់ម្ចាស់ពី TikTok ស្គាល់មុខមាត់ដែលអ្នកទទួលលុយពីបងប្អូនស្គាល់អាស័យដ្ឋានបានច្បាស់បើបងប្អូនមិនច្បាស់គុំធ្វើការផ្ញើលុយមកមុនណាបងប្អូនបាទបញ្ជាក់ពេលដែលបងប្អូនព្យាយាមធ្វើចឹងហើយពីមួយថ្ងៃទៅមួយថ្ងៃអាអ្នកបោកហ្នឹងឲ្យវាបានចិត្តគឺថាมันមានអ្វីដែលអាចធ្វើវាបានណាអញ្ចឹងវាមានមេរៀនមួយអាហ្នឹងងាយស្រួលក្នុងការរលុយ 4-10 រៀលបងប្អូនខ្លះគឺថាតិចប៉ុន្តែក្នុងមួយថ្ងៃវាបោក3នាក់បងប្អូនគិតមើល20-30 រៀលអ្នកខ្លះចាញ់ដល់រាប់រយទៀតកន្លែងនេះខ្ញុំប្រាប់ទៅកាន់បងប្អូនចឹងកុំបង្រៀនមនុស្សឲ្យខូចណាបងប្អូនមុននឹងបងប្អូនទិញរបស់មិនថាទូរស័ព្ទដៃបរិក្ខារផ្សេងៗត្រូវទេវីដេអូខលឬក៏តាក់ទងថតវីដេអូជាមួយគ្នាឲ្យបានណាបងប្អូនឬក៏អាចបើយើងមិនទុកចិត្តសុំតាក់សញ្ញាបត្រទៅវាមិនអីទេព្រោះយើងសិតតែអ្នកស្មោះត្រង់គេមិនខ្លាចនឹងការបង្ហាញគេមិនខ្លាចនឹងឲ្យជួបទេបងប្អូនបាទខ្លាចតែអ្នកបោកទេអញ្ចឹងខ្ញុំបរៀនពុកម៉ែបងប្អូនខ្ញុំឃើញច្រើនពេកបងប្អូនករណីបោកនៅក្នុងរូបច្រើនមែនតើលុយ10រៀលក៏បោក5រៀលក៏បោកបងប្អូនគិតមើលបាទអញ្ចឹងវាធ្វើឲ្យពេលដែលបងប្អូនពេលខ្លះបងប្អូនគិតថា 4-10 រៀលឲ្យវាទៅមួយថ្ងៃបោក5នាក់បងប្អូនគិតមើលហើយតទៅពេលវាចេះបោកអញ្ចឹងវាថាអាហ្នឹងវាងាយស្រួលវាបាច់ចាំចេញកម្លាំងទេគ្រាន់តែបោកបងប្អូនក៏បានលុយដែរយើងគិតមើលវាអត់មានបាច់ចាំរកស៊ីទេចាំទៅបោកថ្ងៃក្រោយទៀតវាវិញ្ញាណគ្នាវាទៀតថ្ងៃធ្វើចេះទៅអាកន្លែងហ្នឹងដែលវាធ្វើឲ្យកំណើននៃការអ្នកបោកប្រាស់វាច្រើនណាបងប្អូនបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនធ្វើក៏ដោយឲ្យច្បាស់លាស់លុយ 4-10 រៀលក៏ដោយខ្ញុំជឿជាក់ថាមនុស្សគេដែលរស់ស៊ីបងប្អូនគេដែលរស់ស៊ីត្រឹមត្រូវគេអត់ខ្លាចនឹងជួបបងប្អូនតាមវីដេអូខលឬក៏តាក់ទងជាមួយនឹងការនិយាយសន្ទនាគ្នានៅក្នុងការវីដេអូថតទេខ្ញុំជឿជាក់ព្រោះនេះជាផុសតាងសម្រាប់យើងទៅរកខាងផ្លូវច្បាប់បាទអញ្ចឹងខ្ញុំបញ្ជាក់ទៅកាន់បងប្អូនធ្វើក៏ដោយត្រូវច្បាស់លាស់មួយទៀតខ្ញុំចង់ប្រាប់បងប្អូនថាកុំឲ្យលុយ 4-5 រៀលវាធ្វើឲ្យមនុស្សយូរឡើងទៅបង្រៀនឲ្យមនុស្សចេះខូចទេបងប្អូនយល់អត់បាទហើយខ្ញុំឃើញច្រើនបើខ្ញុំចេញវីដេអូនេះទៅអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនមុនធ្វើការផ្ញើលុយផ្ញើក៏ដោយស្គាល់បុគ្គលម្ចាស់ page ម្ចាស់ TikTok ម្ចាស់ YouTube អីឲ្យបានច្បាស់ម្ចាស់លេខទូរស័ព្ទឲ្យបានច្បាស់បាទជៀសវាងជាបោកប្រាស់ព្រោះករណីនេះវាច្រើនហើយបងប្អូនច្រើនមែនតើឥឡូវនេះខ្ញុំមើលចង់ខ្លាចទិញអីវ៉ាន់ហ្នឹងរហងៃហើយក្នុងនាមខ្ញុំជាអ្នកលក់ដូរម្នាក់ដែរអញ្ចឹងហើយបងប្អូនបាទខ្ញុំលក់តាមអនឡាញពីខ្លះទៅខ្ញុំផ្ញើម៉ូតូចេញចូលខេត្តដែរបងប្អូនបាទហើយខ្ញុំឥឡូវហ្នឹងលែងចង់សឹងតែចង់ខ្លាចទៀតតោះតែខ្ញុំជួបមួយម្ចាស់ឡានបានថតវីដេអូមកជុំឡានហើយមានខាងម្ចាស់ឡានគាត់និយាយជាមួយខ្ញុំច្បាស់លាស់ថតវីដេអូថតអីបាទខ្ញុំបាញ់លុយឲ្យបងប្អូនមិនមែនស្រួលទេព្រោះស៊ីឡូវខ្ញុំប្រាប់បងប្អូនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចែករំលែកវីដេអូនេះម្នាក់មួយបាទសម្រាប់បងប្អូនឈប់ចាញ់បោកគេទៀតឈប់បង្រៀនមនុស្សដែលគ្មានគេហៅថាគ្មានខួរនៃការរកស៊ីគិតតែដើរតែបោកគេបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនជូនពរសុខសប្បាយទាំងអស់គ្នាបាយបាយ